សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ប្រាប់បងប្អូនពីរបៀបយើងប្រើសំឡេងឲ្យទៅសេជាអក្សរឲ្យយើងដោយមិនចាំបាច់វាយជាដំបូងបងប្អូនមានទូរស័ព្ទរបស់យើងចូល Play Store មកសម្រាប់ពួក Samsung សម្រាប់ iPhone ចូលក្នុង App Store មកហើយយើងវាយពាក្យថា Gboard Gboard នេះមានអក្សរ G នេះអានេះគឺជា keyboard មួយរបស់ក្រុមហ៊ុន Google ផ្ទាល់តែម្ដងចុចមកដល់យើងចុចពាក្យ Install មកចុចពាក្យ Open តមកយើងចុច Enable Answering តបហើយយើងចុច Select កន្លែង Gboard អូខេចុចមកចុចលើកន្លែង Gboard យើងរួចហើយចុចពីកន្លែង Language ដើម្បីយើងទៅ add អក្សរខ្មែរចុចកន្លែង Add Keyboard តមកយើង search មកខ្មែរ KHMER ចុចខ្មែរមកតមកចុចពាក្យ Done នៅខាងក្រោមយើងបាន keyboard ពីរអង់គ្លេសមួយខ្មែរមួយ back មកវិញមកតមកកន្លែងdefault keyboard យើងចុចកន្លែងហ្នឹងដើម្បីជ្រើសរើសយក keyboard របស់យើងអាខាងលើនេះវាជាអង់គ្លេសប៉ុន្តែអង់គ្លេសរបៀប keyboard G keyboard ហ្នឹងអាក្រោមទី2នេះខ្មែរ G keyboard យើងចុចខ្មែរ G keyboard ហ្នឹងមករួចជាការស្រេចឧទាហរណ៍ថាខ្ញុំចង់ comment នៅលើ Facebook ចុចកន្លែង reply តមកយើងជាធម្មតាយើង keyboard វាមានចំណុចច្រើនយើងចុចកន្លែងខ្មែរ keyboard ហ្នឹងបងប្អូនឃើញពាក្យ voice នៅនេះឥឡូវខ្ញុំនឹងឆ្លើយតបទៅកាន់ comment ខាងលើដោយខ្ញុំប្រើតែជាសំឡេងខ្ញុំទេដើម្បីឲ្យវាទៅសេជាអក្សរយើងដោយសារវាធ្វើឲ្យវាចំណេញពេលវេលាអញ្ចឹងឥឡូវខ្ញុំចុចសាក voice ចុចដំបូងយើងចុចខាងលើមកបាទបងខ្ញុំជាលើកទី1ដែរនឹងឃើញថាវាទៅសេឲ្យយើងគឺច្បាស់លាស់មែនតើបងប្អូនវាទៅសេអក្សរទៅតាមអក្ខរាវិរុទ្ធគឺថាបានត្រឹមត្រូវខ្លាំងមែនតើវាធ្វើឲ្យយើងចំណេញពេលវេលាបានច្រើនក្នុងការឆ្លើយតប comment ខ្លីព្រោះដោយសារ Facebook ឥឡូវយើងឆ្លើយជា sticker គឺដដែលវាអាចជាប់ជាមួយនឹង spam បងប្អូនមិនអាចឆ្លើយដដែលបានទេដល់អញ្ចឹងត្រូវតែឆ្លើយរបៀបជាអក្សរទៅដើម្បីកុំឲ្យ Facebook ចាប់យើងបានអញ្ចឹងណាហើយវាគឺជាការឆ្លើយតបដ៏ល្អមួយទៅកាន់ fan ផងដែរឧទាហរណ៍ខ្ញុំចង់ផុសក៏បានសាក voice ទាំងអស់គ្នាយើងចុចកន្លែងកៅអៅមីក្រូហ្នឹងមកកន្លែងសញ្ញា voice ហ្នឹងសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជីទេឃើញថាវាទៅសេឲ្យយើងបានច្បាស់លាស់មែនតើបងប្អូនហើយត្រូវអក្ខរាវិរុទ្ធទៀតល្អខ្លាំងមែនតើយើងអាចជួយសម្រួលទៅដល់ជាពិសេសផ្ដាំទៅដល់ MMO គាត់តាក់ទងទៅនឹង comment តាក់ទងទៅនឹងតប fan តបអីហ្នឹងអាហ្នឹងត្រូវបំផុតលឿនហើយយើងអាចទៅសេចុចថាវាអាចសរសេរទៅតាមសំឡេងរបស់យើងហ្នឹងត្រូវអក្ខរាវិរុទ្ធល្អបានទៀតចំណេញពេលវេលាបានច្រើនមែនតើ